ba bong bồnថ្ងៃនេះជាថ្ងៃទី19បាទខែមេសាត្រូវនៅថ្ងៃសៅរ៍បាទចឹងហើយបាទក៏បានធ្វើពិធីកោចរហើយនឹងរាប់បាតបាទនិមន្តព្រះសង្ឃកោចររាប់បាតណាហ្នឹងហើយដោយសារតែឆ្លងណាយើងធ្វើឆ្លងបាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់យើងបាទគឺឆ្លងហើយបងប្អូនណាបាទនៅវត្តខាងខ្ញុំបាទខាងស្រុកប្រាសាទសម្បូរខេត្តកំពង់ធំវត្តកុកស្រុកនេះបាទក៏ឆ្លងបាទនាថ្ងៃនេះហើយបាទហ្នឹងហើយតាមវត្តបងប្អូនផ្សេងទៀតបាទខេត្តបាត់ដំបងទីមានជ័យបាទពោធិ៍សាត់បាទតាកែវអីហ្នឹងបាទឆ្លងថ្ងៃណាដែរបាទហ្នឹងហើយតែវត្តខ្ញុំនេះគឺខេត្តកំពង់ធំមកវត្តឈ្មោះថាវត្តកុកស្រកបាទឆ្លងថ្ងៃហ្នឹងហើយបាទឆ្លងហើយបាទក៏បានបាទនេះបងប្អូននិមន្តលោកបាទកោចបាទបណ្ឌបាតបាទគេហៅថាកោចបាទភាសាខ្មែរយើងណាហ្នឹងហើយនេះគឺបងប្អូនយើងមកមិនសូវច្រើនប្រហែលទេបងប្អូនសិស្សចាស់ទេហ្នឹងហើយមិនសូវមានកំមរោងចក្រទេហ្នឹងហើយខ្ញុំរកតែកំមរោងចក្រមិនបានទេបាទទុកធ្វើឆ្នាំមួយមិនបានទេដោយសារតែបាទគេមកត្រឹមមកលេងមកសប្បាយទៅវិញអស់អញ្ចឹងណាហ្នឹងហើយគេប្រញាប់ធ្វើការងារតទៀតហ៎នេះបាទគឺនេះគឺលោកនិមន្តហើយបាទគឺយើងចាប់ផ្ដើមបាទនេះបាទពូមីងយើងក៏ដាក់បច្ច័យចូលបាទថងយាមរបស់លោកបាទលោកក៏និមន្តយឺតបាទតាមដំណើរបាទបែបបរមរានរបស់យើងណាហ្នឹងហើយប្រពៃណីបាទគឺបាទបងប្អូនយើងគឺស្រស់ថ្លាបាទបានធ្វើបន់ធ្វើទានជាមួយគ្នាបាទគេហៅថាឧបនិស្ស័យហើយបាទយើងធ្វើបន់ជាតិនេះបាទឧបនិស្ស័យយើងគឺមានតែជាតិមុខទៀតបាទគឺជួបគ្នានៅជាតិមុខទៀតបាទមិនថាជាតិណាកំណត់ណាទេឲ្យតែយើងធ្វើបន់ជាមួយគ្នាបាទជាតិក្រោយជួបគ្នាទៀតហ្នឹងឯងបាទគង់តែបានធ្វើបន់ជាមួយគ្នាជុំគ្នារហូតទៅបានឃើញព្រះសម្មាសម្ពុទ្ធត្រាស់មួយអង្គក្រោយទៀតហ្នឹងហើយអញ្ចឹងបានយើងឲ្យយើងប្រឹងធ្វើបន់នោះបាទកុំខ្ជិលច្អូសបាទយើងធ្វើបន់ទៅអ្នកណាថាមិនថាទៅយើងធ្វើទៅបានបនយើងទេណាបាទអញ្ចឹងរឿងខ្ញុំនិយាយនេះសូមស្លេះតែប៉ុណ្ណេះបាទពួកខ្ញុំមិនមែនលោកទេបាទអញ្ចឹងហើយក៏តរឿងយើងបងណាបាទតវីដេអូរបស់យើងបាទនេះគឺបាទពូបាទគាត់បានមើលលុយបាទនេះលុយសម្រាប់ដាក់បាទបច្ច័យ4ណាសម្រាប់ដាក់ឲ្យលោកបាទបន្ទាប់ពីគោចូលឲ្យបងប្អូននេះបាទគឺបានរំលេងសប្បាយទូលក្អមទូលអីបាទមានយាយមានតាបាទអូអត់មានតាទេបាទមានតែយាយទេបងប្អូនណាបាទនេះគឺកាមេរ៉ាមែនក៏មានច្រើនដែរបាទនោះថតបាទចិត្តខ្ញុំអីតែញ៉ោបានដាក់កាមេរ៉ាឲ្យមើលបាទនេះគឺគាត់សប្បាយបាទរំថ្ងៃឆ្លងបញ្ចប់អញ្ចឹងបាទនេះគឺទូលក្អមទូលអីរំពាក់មួកពាក់អីរំរានធ្វើដូចបុរាណអញ្ចឹងណាបាទមានអឺរំក្បាច់សារវ័នឡំលាវបាទក្បាច់កាន់គេហៅថាឈ្នៀងបាទឈ្នៀងនឹងឲ្យកាន់ឈ្នៀងសម្រាប់គេហៅថាជញ្ជាត់បែបជញ្ជាត់ក្តាមជញ្ជាត់ត្រីជញ្ជាត់កពឹសណាបាទចឹងទៅក៏មានអីបាទសប្បាយយ៉ាងរបស់គាត់ពួកគាត់ដែរបាទបើយើងគាត់រំមានក្បាច់មានក្បោចឹងហើយបាទចាស់បើក្មេងៗបាទរំអត់មានក្បាច់ក្បោទេបាទគឺរំញ៉ៃញ៉ៃហើយបាទក្បាច់អីក៏មានដែរបាទញ៉ៃញ៉ៃពីវងហ្នឹងហើយចឹងទៅក៏មានអីគឺស្អាតបាទលាកបែបឈុតបុរាណប្រពៃណីបែបតាមទំនៀមទម្លាប់ខ្មែរយើងបាទហ្នឹងហើយក្មេងៗជំនាន់ក្រោយគួរតែមើលវីដេអូនេះបងប្អូនណាបាទធ្វើតាមចាស់ទៅបាទមិនខុសទេបាទ